ចាសូមគោរពជំរាបសួរស្វាគមន៍សម្រាប់អ្នកដែលកំពុងតែមើលវីដេអូនេះជាពិសេសមនុស្សដែលមានវ័យ32ឆ្នាំនៅក្នុង2026សម្រាប់អ្នកឆ្នាំចណាអញ្ចឹងយើងមើលអ្នកឆ្នាំចវ័យ32ឆ្នាំពាក់ព័ន្ធនៅក្នុងកល2026ពាក់ព័ន្ធនឹងអីចាពាក់ព័ន្ធជាមួយនឹងការចាប់ផ្ដើមថ្មីណានៅការងារក៏ដូចជាមុខរបររកស៊ីយើងមើលនៅក្នុងខែ1ចាពាក់ព័ន្ធជាមួយនឹងក្មេងចាឃើញធ្វើការជាមួយនឹងក្មេងក៏ដូចជាអាចនឹងមានកូនដែរចាឬក៏មានតំណែងស្នេហាជាមួយមនុស្សដែលមានវ័យក្មេងចានៅក្នុងខែ2ពាក់ព័ន្ធជាមួយនឹងបញ្ហាសុខភាពពាក់ព័ន្ធជាមួយនឹងស្នេហាណាមានការខកចិត្តខកបំណងក្នុងរឿងស្នេហាពិបាកចិត្តលួងលុយកាក់ក៏ដូចជាការងារដែរនៅក្នុងខែ3ណាពាក់ព័ន្ធជាមួយនឹងការរលុយឬក៏ពាក់ព័ន្ធជាមួយនឹងមនុស្សវ័យក្មេងដែលមានលុយមានកាសចានៅក្នុងខែ4ចាវាពាក់ព័ន្ធជាមួយនឹងអារម្មណ៍ណាឃើញថាយល់សពច្រើនគេមិនសូវល្អគេមិនសូវលក់យល់សពច្រើនមែនតើចាអារម្មណ៍នៃការរវើរវាយនៅក្នុងខែ5តកតងជាមួយនឹងបញ្ហាសុខភាពឃើញថាពាក់ព័ន្ធជាមួយនឹងសុខភាពអីខ្នងចង្កេះឆ្អឹងខ្នងអីជាដើមឈឺអត់ដឹងមុខណាចានៅក្នុងខែ6ពាក់ព័ន្ធជាមួយគេ level of fortune តកតងជាមួយនឹងទ្រព្យសម្បត្តិលុយកាក់អាចនឹងមានឱកាសទិញលុយកាក់ចូលទ្រព្យសម្បត្តិចូលណាចានៅក្នុងខែ7ណាពាក់ព័ន្ធជាមួយនឹង The Sun ឃើញថាមានរឿងល្អជាច្រើនចូលមកក្នុងជីវិតយើងណានៅក្នុងខែ8ចាពាក់ព័ន្ធជាមួយនឹងការចង់បានការគិតការចាប់ផ្ដើមឃើញថាល្អចានៅក្នុងខែ9ណាពាក់ព័ន្ធជាមួយនឹងមនុស្សប្រុសក្មេងវ័យក្មេងណាឃើញថាអត់អីទេល្អចាការតំណមិនថាស្នេហាឬក៏ការងារឃើញថាធ្វើការជាមួយមនុស្សវ័យក្មេងនៅក្នុងខែ10ចាពាក់ព័ន្ធ lover ឃើញថាមានទឹកស្នេហាចូលមកជាស្នេហារោរាណាជាស្នេហាដែលឃើញហើយយើងស្រឡាញ់គេតែម្ដងណាចាក្នុងខែ11ចាពាក់ព័ន្ធជាមួយនឹងមនុស្សស្រីស្អាតមនុស្សពូកែចូលមកពាក់ព័ន្ធនៅក្នុងតំណស្នេហាយើងដែរណាចានៅក្នុងខែ12ចាពាក់ព័ន្ធជាមួយនឹងអីពាក់ព័ន្ធជាមួយនឹងលុយកាក់ក៏ដូចជាការងារណាឃើញថាវាចូលយឺតយ៉ាវតិចតួចប៉ុន្តែនៅតែចូលបានអញ្ចឹងឃើញថាសម្រាប់អ្នកដែលកើតឆ្នាំចវ័យ30ជាងណា32ឆ្នាំឃើញថាមានរឿងល្អច្រើនមែនតើនៅក្នុង2026ហើយខែដែលខ្ញុំឲ្យប្រយ័ត្ននោះគឺនៅក្នុងខែខែ4ចាខែ4ហើយនឹងខែ5 sorry សំទោសណាខែ5ឃើញតែប្រយ័ត្នតែក្នុងខែ5មួយទេខែពីនោះឃើញថាមានរឿងល្អច្រើនណាជូនពរសំណាងល្អជូនគ្នាវីដេអូក្រោយទៀតបាយបាយជម្រាបលា